យោងតាមមាត្រា24នៃក្រមព្រំទុនបានចែងថាបុគ្គលម្នាក់ទទួលខុសត្រូវព្រំទុនតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះនេះបង្ហាញថាជាទូទៅការទទួលខុសត្រូវព្រំទុនត្រូវតែផ្តន្ទាទោសទៅលើតែជនណាដែលបានប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះគ្រប់ទោសទាំងអស់ត្រូវបានចែងយ៉ាងច្បាស់ដោយច្បាប់ផ្ទុយទៅវិញប្រសិនបើពុំមានច្បាប់ចែងនោះទេទោសក៏មិនអាចយកមកអនុវត្តបានដែរការចែងពីទោសពុំមានមូលដ្ឋានណាផ្អែកទៅលើលក្ខខណ្ឌសង្គមនោះទេមិនថារូបសម្បត្តិឋានៈនិងទ្រព្យធនអ្នកមានឬអ្នកកឬអ្នកដែលមានឋានៈឬគ្មានឋានៈនោះទេសុទ្ធតែត្រូវផ្តន្ទាទោសដូចគ្នាដូចនេះការផ្តន្ទាទោសព្រំទុនរបស់នីតិជនគឺមានប្រភេទទោសជាច្រើនដែលតុលាការយកមកអនុវត្តរួមមានមូលទោសគឺជាទោសដែលត្រូវយកមកផ្តន្ទាចំពោះបទល្មើសទាំងអស់មូលទោសរួមមានទោសដាក់ពន្ធនាគារនិងទោសពិន័យការពិន័យត្រូវគិតជាប្រាក់រៀលមួយទោសដាក់ពន្ធនាគារគឺជាទោសដែលលុបបំបាត់ទាំងអស់នៅសិទ្ធិសេរីភាពជាមូលដ្ឋានឬយើងហៅជាសាមញ្ញថាជាប់គុកទោសដាក់ពន្ធនាគារនេះអាចត្រូវបន្ថែមនៅទោសពិន័យជាប្រាក់ផងដែរយោងតាមមាត្រា45នៃក្រមព្រំទុនពីទោសពិន័យជាប្រាក់គឺតម្រូវឲ្យដណ្ឌិតបង់ប្រាក់តាមច្បាប់កំណត់ហើយប្រាក់ពិន័យត្រូវទុកចូលជាថវិការដ្ឋដែលត្រូវទុកនៅរដ្ឋាភិបាលជាតិដែលយោងតាមមាត្រា52នៃក្រមព្រំទុនទោសបន្ថែមឬអនុទោសគឺជាទោសដែលបន្ថែមទៅលើមូលទោសតាមការកំណត់របស់ច្បាប់ដែលមាន19ចំណុចដោយយោងតាមមាត្រា53នៃក្រមព្រំទុនការប្រកាសទោសបន្ថែមអាចប្រកាសទៅបានលុះត្រាតែទោសនេះត្រូវបានចែងដោយជាក់លាក់ចំពោះបទឧក្រិដ្ឋបទមជ្ឈិមឬផ្ទលហោដែលត្រូវចោទប្រកាន់ទោសបន្ថែមអាចប្រកាសក៏បានមិនប្រកាសក៏បានទោសបន្ថែមត្រូវប្រកាសជាកាតព្វកិច្ចប្រសិនបើច្បាប់ចែងយ៉ាងជាក់លាក់យោងមាត្រា54នៃក្រមព្រំទុនទោសជំនួសគឺជាទោសដែលតុលាការយកមកប្រកាសជំនួសឲ្យមូលទោសក្នុងករណីនេះតុលាការមិនអាចប្រកាសការផ្តន្ទាទោសដាក់ពន្ធនាគារឬទោសពិន័យជាប្រាក់បានទេនេះបើយោងតាមមាត្រា98នៃក្រមព្រំទុនទោសជំនួសមានពីរប្រភេទការងារសហគមន៍និងការស្តីបន្ទោសមួយការងារសហគមន៍គឺជាកាតព្វកិច្ចដែលត្រូវបំពេញក្នុងថវិកាវេលាចន្លោះពី30ម៉ោងទៅ200ម៉ោងនិងមានរយៈពេលមិនអាចលើសពី1ឆ្នាំនៅការងារគ្មានកម្រៃនិងបានជាប្រយោជន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិឬនីតិបុគ្គលនៃនីតិបុគ្គលសាធារណៈផ្សេងទៀតដល់សហគមន៍ឬដល់អង្គការមិនមែនរដ្ឋាភិបាលដែលយោងតាមមាត្រា72នៃក្រមព្រំទុនទោសការងារសហគមន៍តុលាការអាចប្រកាសបានលុះត្រាតែជនជាប់ចោទមានវត្តមាននៅពេលសវនាការជនជាប់ចោទយល់ព្រមធ្វើការងារនោះផងការអនុវត្តទោសសហគមន៍ត្រូវកំណត់ដោយព្រះរាជអាជ្ញាជាអ្នកចង្អុលប្រាប់ឈ្មោះនីតិបុគ្គលដែលត្រូវទទួលអត្ថប្រយោជន៍ពីការងារនេះពីការស្តីបន្ទោសគឺតុលាការអាចប្រកាសស្តីបន្ទោសការបើជនជាប់ចោទរងទោសដាក់ពន្ធនាគារដែលមានអត្ថបរមាតិចជាងឬស្មើនឹង3ឆ្នាំហើយប្រសិនបើបានបំពេញលក្ខខណ្ឌ3យ៉ាងភាពចលាចលដល់សណ្ដាប់ធ្នាប់សាធារណៈដែលបណ្ដាលមកពីបទល្មើសបានបញ្ចប់ការខូចខាតត្រូវបានជួសជុលរួចហើយនិងជនជាប់ចោទបានបង្ហាញការធានាក្នុងការចូលទៅរួមរស់ក្នុងសង្គមវិញតុលាការគ្រាន់តែស្តីបន្ទោសដល់ជនល្មើសដែលបានប្រព្រឹត្តមិនផ្តន្ទាទោសដាក់ពន្ធនាគារឬទោសពិន័យជាប្រាក់ឡើយការបើជនល្មើសបានសងការខូចខាតរួចរាល់ហើយយោងតាមមាត្រា75នៃក្រមព្រំទុន